បងថ្លៃនាំមកស៊ីឈ្នួលគេបេះក្រូចឲ្យចិនមួយថ្ងៃ80កាក់$10ជាងដែរតាបងប្អូននឹងប្រយ័ត្នមកតាមផងម្ចាស់ចកាក្រូចវិលមកនិយាយជាមួយវិលមកនិយាយជាមួយក្រែងចិត្តជាមួយបងថ្លៃផងបងថ្លៃនៅចិត្តហ្នឹងហើយម្ចាស់ចកាក្រូចហ្នឹងអត់ដឹងថាបងថ្លៃខ្ញុំទេឃើញប្តីខ្ញុំមកជាមួយហ៎ទៅខ្ញុំប្រាប់គាត់ថានោះបងថ្លៃរបស់ខ្ញុំនៅចិត្តហ្នឹងនិយាយលេងមួយខ្ញុំរហូតហ្នឹងមិនមែនដោយសារអីទេដោយសារក្មួយរបស់គាត់ក្មួយប្រុសហ្នឹងគឺអាយុ28 29ណាអត់តាន់មានប្រពន្ធខ្ញុំមានមិត្តភក្តិឬក៏បងប្អូនណាចង់ការមកនៅចិនដូចខ្ញុំហ្នឹងអត់ដល់ធ្វើតកែស្រីហ្មងដោយសារតែក្មួយរបស់គាត់ក៏មានចកាក្រូចអញ្ចឹងខ្ញុំនៅក្នុងចិត្តទីធ្វើដល់ម្ចាស់ចកាក្រូចរកប្រពន្ធមិនបានច្រឡំទៅថាមកអីក៏មិនមែនម្ចាស់ក្រូចទេមិនតកែក្រូចទេគាត់ថាកាចាស់ក្រូចដូចខ្ញុំហ្នឹងហ្មងស៊ីឈ្នួលគេដូចខ្ញុំហ្នឹងហ្មងបងប្អូនទាំងអស់គ្នាដីពួកចិនគឺកុំឲ្យជឿបងប្អូនទាំងគ្នាប្រកែប្រូខ្លាំងណាស់និយាយ10ទៅជឿតែ2ទៅបានលឺគាត់និយាយឲ្យចុះខ្ញុំប៉ាសែតឡើងលឿនខ្ញុំថាគ្មានទេមានណាគេមកទេលោកព្រះខ្ញុំហ្នឹងគឺមកខកខ្លួនតានាំខ្ញុំមិនអស់ចិត្តទេទៅសួរបងថ្លៃខ្ញុំទៀតគាត់សួរថាខ្ញុំនៅចិនអញ្ចឹងរស់នៅមួយកូនភាសាខ្មែរអញ្ចឹងពិបាករស់នៅមួយគ្នាអត់បងថ្លៃខ្ញុំប្រកែប្រូដែរគាត់ថាបានប្អូនថ្លៃប្រហែលខ្ញុំហ្នឹងគឺគ្រាន់បើតែនិយាយលេងសើចអីជាក់ស្ដែងអញ្ចឹងមែនណាបងប្អូនភាគច្រើននៅចិននេះបងថ្លៃប្អូនថ្លៃដេញកាប់កាក់គ្នាតែញយទេអត់សូវត្រូវគ្នាទេនិយាយមែនមកដល់ផ្ទះនិយាយពីថាហត់សឹងអីហ្នឹងកូនទាញ៉ាំភីសាងត់ផុកហើយឥឡូវហ្នឹងគឺលាបលេឃ្លៀបបងប្អូនអស់2ខ្លងមួយខែខ្ញុំផើអស់2ខ្លងហ្មងលេឃ្លៀប Bella version ទី2ដែលខ្ញុំកាន់ដៃនេះគឺសាច់លេថ្មីរបស់គេគឺពណ៌ត្រួយចេករាងបែកពណ៌ទឹកសមុទ្រសម្រាប់លេឃ្លៀប Bella version ទី2នេះគឺផ្ដោតព្យាបាលអ្នកដែលគាត់មានបញ្ហាក្លៀកខ្មៅក្លៀកក្រិនក្លៀកក្រើមនិងក្លៀកមានដំពងពិសេសហ្នឹងគឺជួយទប់ស្កាត់អ្នកដែលគាត់មានបញ្ហាក្លៀកបែកញើសនិងក្លៀកធំក្លិនសារនឹងតែម្ដងបងប្អូនទាំងគ្នាទៀតក៏ជួយកាត់បន្ថយអ្នកដែលគាត់មានបញ្ហាក្លៀកបែកសង្វារផងដែរលេឃ្លៀប Bella ក៏មានពីរប្រភេទសម្រាប់ឲ្យបងប្អូនជ្រើសរើសដែរសម្រាប់បងប្អូនគាត់មានបញ្ហាក្លៀកធ្ងន់ធ្ងរត្រូវការព្យាបាលបងប្អូនប្រើជាមួយ version ទី2ពណ៌ទឹកសមុទ្រនេះហើយសម្រាប់បងប្អូនដែលគាត់ត្រូវការក្លិនក្អូបចាចង់បានក្លៀកសបងប្អូនអាចជ្រើសរើសប្រើជាមួយពណ៌ផ្កាឈូកនេះបានហើយពណ៌ផ្កាឈូកគេមានក្លងទូចនិងក្លងធំសម្រាប់ឲ្យយើងជ្រើសរើសគេគឺមានប្រដាប់ចុចអញ្ចឹងបងប្អូនងាយស្រួលចុចខ្លះមែនទែនក្លិនក្អូបដូចទឹកអប់អញ្ចឹងជាប់បានយូរបងប្អូនទាំងគ្នាមុននឹងចេញទៅធ្វើភីសាឲ្យកូនញ៉ាំក៏ឆ្លៀតតប់ជាមួយនឹងការពារកម្ដៅថ្ងៃរបស់ Bella សិនបងប្អូនទាំងគ្នានេះនៅក្នុងដៃបងប្អូនមិនថាដើរលេងទៅធ្វើម្ហូបនៅនឹងចក្រានក្តៅប៉ុណ្ណាក៏អត់មានបាច់មកពីស៊ីឈ្នួលគេវិញប្រាប់ថាម៉ាក់ហត់ដែរកូនអើយគ្មានកម្លាំងធ្វើបងថាម៉ាក់អើយកូនទិញគ្រឿងក្រៅត្រៀមឲ្យអស់ហើយឲ្យយាយទិញឲ្យតាំងពីព្រឹកក៏ឮកូននិយាយចឹងបងប្អូនហើយអត់ដាច់ចិត្តចឹងហើយទាំងធ្វើទាំងពីរនេះកូនឯងជួយធ្វើម៉ាក់បានម៉ាក់ធ្វើបានលឿនហត់ពេកបងប្អូនហើយកូនខ្ញុំហ្នឹងគឺចង់ញ៉ាំភីសាគ្រឿងសមុទ្រថ្ងៃហ្នឹងចឹងហើយគឺខ្ញុំដកតសៃរបស់បកាបងប្អូនទាំងគ្នាខ្នងរបស់វាអានេះជាមួយនឹងអូហល់ដករងថ្ងៃនេះក្តីសុខរបស់ខ្ញុំគ្មានស្អីទេបងប្អូនហើយគឺការដែលធ្វើរបស់ឆ្ងាញ់ឆ្ងាញ់ឲ្យកូនញ៉ាំនឹងឯងពេលខ្លះចាស់ក្តៅមិនចាស់ក្តៅក៏ត្រូវតែរៀនបងប្អូនទាំងគ្នាហើយនេះគឺយើងចាប់ផ្ដើមមកធ្វើម៉ូដរបស់ភីសារបស់យើងបងប្អូនត្រូវការយកនំទៅដុតមុនសិនដើម្បីឲ្យវារាងឆ្អិនមកកម្រិតហើយបកាច្រើនពេកចឹងហើយគឺខ្ញុំយកវាមកចំហុយខ្លះចឹងបងប្អូនយើងដាក់ដុតតែ5នាទីទៅបានហើយឲ្យវាឡើងរាងឆ្អិនបែបហ្នឹងហើយយើងចាប់ផ្ដើមទៅដេកវាសក់ដេកទៀតបងប្អូននេះគឺឲ្យអូនធ្វើខ្លួនឯងអានេះគឺជាមួយនឹងទឹកប៉េងប៉ោះហើយគេមានជាមួយនឹងហតដកចាប់ផ្ដើមដេកឲ្យបងប្អូនហើយមានអាខ្លះហ្នឹងគឺអត់មានស្រោមដៃអាខ្លះស្រោមដៃលហែកសាយតាបងបងប្អូនហើយគឺថាមានជាមួយពោតហើយនេះសណ្ដែកហើយយាយនឹងក៏ដូចចិត្តទៀតបងប្អូនហើយទិញគ្រឿងក្រៅមកឲ្យចាំមកឲ្យស្រាច់ហើយមានជាមួយនឹងបកាស្រស់ចារឿងធ្វើទៅឆ្ងាញ់មិនឆ្ងាញ់មិនសំខាន់វាគឺជាពេលដែលមានអនុស្សាវរីយ៍ជាប់ជាមួយគ្នាអញ្ចឹងបងប្អូនពេលដែលគាត់ធំទៅអាចបានឃើញវីដេអូទាំងអស់ហ្នឹងវាជាក្តីសុខខ្លាំងមែនទែនហើយចុងក្រោយនេះគឺបងប្អូនថ្ងៃមុនប្រាប់ខ្ញុំឈីបងប្អូនហ្នឹងហើយខ្ញុំនៅចុងមាត់រនឹកមិនឃើញហ្នឹងហើយបងប្អូនចុងក្រោយគឺយើងដាក់ឈីដើម្បីឲ្យវាឈ្ងុយអញ្ចឹងហើយចុងក្រោយយើងត្រូវការដុតនំរបស់យើង15នាទីហើយដាក់កម្ដៅទៅ180ទៅបានហើយបងប្អូនទាំងគ្នាហើយមើលបការបស់ខ្ញុំក៏ឆ្អិនដែរឥឡូវខ្ញុំសាក់បើកមើលឆ្អិនដែរបងប្អូនទាំងគ្នាឥឡូវនេះរីសាល់យើងបានចេញមកហើយបងប្អូនចង់ក្រោយចាគេវិញបងប្អូនឈ្ងុយខ្លាំងណាស់នៅពេលដែលយើងចំហុយដាក់គល់ស្លឹកគ្រៃពីលើអញ្ចឹងហើយឥឡូវនេះគឺឈីគេចេញមកហើយបងប្អូនទាំងគ្នាអើយចាតំណងដែរតាបងប្អូនទាំងគ្នាកូនរបស់ខ្ញុំគាត់ចូលចិត្តញ៉ាំខ្លាំងមែនទែនថ្ងៃហ្នឹងមិនមែនមកតែកូននេះដោយទាំងបងថ្លៃទៀតពីម្សិលខ្ញុំមិនធ្វើនំភីសាដែលរសជាតិចេកទេបងប្អូនផ្អែមហើយគាត់ញ៉ាំដល់ពេលថ្ងៃហ្នឹងគាត់ចង់ញ៉ាំជាមួយភីសារសជាតិគ្រឿងសមុទ្រចឹងហើយក៏ធ្វើឲ្យគាត់ញ៉ាំបន្តទៀតទៅនេះមេដៃផងមេជើងផងសេចក្តីសុខរបស់ខ្ញុំនៅពេលដែលបានឃើញកូនញ៉ាំរសជាតិឆ្ងាញ់ចឹងចាមើលកូនមកអើយកូនបងថ្លៃរបស់ខ្ញុំក៏គាត់ទប់ចិត្តអត់បានដែរព្រោះថ្ងៃមុនគាត់ញ៉ាំជាមួយភីសាដែលខ្ញុំធ្វើរសជាតិចេកគាត់ថាឆ្ងាញ់ហើយវីដេអូដែលបងអូនចែកម្លែកក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នានៅវីដេអូថ្ងៃស្អែកទៀត